ក្តៅកកុក Miss Grand International 2021 នាងទុយធានត្រូវប៉ូលីសចាប់ខ្លួនពីបទលក់ផលិតផលក្លែងក្លាយកាលពីថ្ងៃទី 19 ខែឧសភា ឆ្នាំ 2025 កន្លងទៅទីភ្នាក់ងារប៉ូលីសស៊ើបអង្កេតនៃក្រសួងសន្តិសុខសាធារណៈបានធ្វើការចាប់ខ្លួននាងទុយធានជាបណ្ដោះអាសន្នជំវិញករណីបោកប្រាស់អតិថិជនពាក់ព័ន្ធនឹងផលិតផលស្ករគ្រាប់កេរ៉ាការសម្រេចចិត្តចាប់ខ្លួន Miss Grand International 2021 ជាផ្លូវការនេះដែរគឺកាត់ឡើងក្រោយប៉ូលីសពង្រីកការស៊ើបអង្កេតលើករណីផលិតផលក្លែងក្លាយពាក់ព័ន្ធនឹងក្រុមហ៊ុន Asia Life Joint Stock និងក្រុមហ៊ុន GM Road នាងទុយធានគឺជាម្ចាស់ភាគហ៊ុនមួយរួមចំណែកលើដើមទុន 30% ក្នុងការផលិតផលនោះហើយនាងក៏ទទួលបានកូមីស្យងជិត 7,000 លានដុងប្រមាណ $26,997 ផងដែរលើពីនេះទៅទៀតបើទោះជានាងបានដឹងថាសារធាតុ fiber នៅក្នុងផលិតផលមានកម្រិតទាបហើយមិនមានប្រសិទ្ធភាពដូចអ្វីដែលនាងបានផ្សព្វផ្សាយក៏ដោយប៉ុន្តែនាងនឹងក្រុមការងារខ្លួននៅតែបន្តផ្ដល់ព័ត៌មានคล้ายៗដើម្បីបោកប្រាស់អតិថិជនរបស់ខ្លួនដដែលបន្ទាប់មកក្រោយទទួលរងការរិះគន់ខ្លាំងពីមហាជននាងទុយធានក៏បានដាក់ស្នើចុះកុងត្រាលើការផ្សព្វផ្សាយរបស់ខ្លួនឲ្យត្រូវតាមច្បាប់ដើម្បីគេចពីការចាត់ទុកថាជាម្ចាស់ភាគហ៊ុនម្នាក់ដែរគួរឲ្យដឹងផងដែរថាកាលពីពេលថ្មីៗកន្លងទៅនាងទុយធានទទួលរងប្រតិកម្មតវ៉ាប្រឆាំងជាច្រើនក្រោយរូបនាងបានធ្វើការផ្សព្វផ្សាយលក់ស្ករគ្រាប់កេរ៉ាមកដល់ថ្ងៃទី 4 ខែមេសាឆ្នាំ 2025 ទីភ្នាក់ងារប៉ូលីសស៊ើបអង្កេតក៏បានចាប់ផ្ដើមស៊ើបលើករណីផលិតទំនិញក្លែងក្លាយនិងបោកប្រាស់អតិថិជនលើក្រុមហ៊ុន Asia Life និងក្រុមហ៊ុន GM Road នៅក្រុងហូជីមិញនិងដាក់ឡាក្រោយការស៊ើបអង្កេតខាងភ្នាក់ងារប៉ូលីសក៏បានសម្រេចចេញដីកាចាប់ខ្លួនបុគ្គលមួយចំនួនពាក់ព័ន្ធនឹងករណីនោះដោយក្នុងនោះរួមមាននាងងួយយិនធីថៃហាងដែលជា Chairwoman of the Board of Director នៃក្រុមហ៊ុន GM Road Joint Stock ផាំគួងលីងម្ចាស់ភាគហ៊ុនមួយចំណែកនិងសមាជិកនៃ Board of Director នៃក្រុមហ៊ុន GM Road មួយចំនួនទៀតអំឡុងពេលស៊ើបអង្កេតនោះដែរខាងអាជ្ញាធរក៏បានធ្វើការហាម5នាងទុយធានមិនឲ្យចាក់ចេញពីប្រទេសជាបណ្ដោះអាសន្នផងដែរចាប់ពីថ្ងៃទី 15 ខែមីនាដល់ថ្ងៃទី 15 ខែឧសភាឆ្នាំ 2025 ដើម្បីស៊ើបអង្កេតនិងបញ្ជាក់បន្ថែមពាក់ព័ន្ធនឹងករណីមួយនេះបច្ចុប្បន្ននាងទុយធានមិនទាន់មាននិយាយអ្វីឆ្លើយតបផ្លូវការណាមួយពាក់ព័ន្ធនឹងករណីដែលខ្លួនជាប់ពាក់ព័ន្ធនេះនៅឡើយនោះទេ